នៅទីក្រុងនេះពេលខ្លះភ្លៀងធ្លាក់មកហាក់ដូចជាចង់លាងជម្រះអ្វីទាំងអស់ឬក៏ប្រហែលជាចង់លាក់បាំងអ្វីមួយយើងបានជ្រើសរើសកន្លែងដែលយើងធ្លាប់មកកាលពីក្មេងដើម្បីនិយាយពាក្យលាគ្នានេះគឺជារិទ្ធជាស្ថាបត្យករវ័យក្មេងឆ្នាំនេះគាត់មានអាយុ24ឆ្នាំហើយនេះគឺជានារីនាងជាសង្សារកុមារភាពរបស់រិទ្ធដែលនឹងត្រូវទៅរស់នៅឯក្រៅប្រទេសបងចាំអូនយូរអត់អីទេអូនបងឃើញភ្លៀងធ្លាក់ខ្លាំងណាស់ផ្លូវមកនេះទឹកមានលេចម៉ូតូអត់ចាអត់អីទេបងអូនជិះផាសស្អាប់មកឯងតែស្ទះផ្លូវសឹងតែមកមិនរួចល្អហើយចឹងអូនអ្នកនាងនេះកាហ្វេរបស់អ្នកនាងចាអរគុណច្រើនបងសំឡេងភ្លៀងនៅល្ងាចនោះខ្លាំងជាងពាក្យដែលពួកយើងមិនបាននិយាយទៅទៀតពេលខ្លះភាពស្ងៀមស្ងាត់មិនមែនដោយសារមិនមានអ្វីនិយាយទេតែដោយសារភ័យថាពាក្យមួយអាចបំផ្លាញអ្វីៗទាំងអស់ឮថានៅទីនោះអាកាសធាតុផ្លាស់ប្ដូរញឹកញាប់មនុស្សដែលមិនធ្លាប់ទៅប្រហែលជាពិបាករស់នៅបន្តិចអូនត្រូវថែខ្លួនផងណាមែនហើយអូនបានស្វែងយល់អស់ហើយពីភាសាពីអាកាសធាតុពីជីវិតនៅទីនោះមានតែរឿងមួយដែលមិនអាចត្រៀមចិត្តបានតែវាមិនអីទេមនុស្សធំត្រូវចេះស៊ូចុះការងារបងឥឡូវយ៉ាងម៉េចដែរការងារបងធម្មតាទេគូប្លង់ដូរម៉ូដហើយអត់ដេកគ្មានអីថ្មីទេបងចង់សួរអូនថាបើបងសុំកុំឲ្យអូនទៅតើបានទេប៉ុន្តែបងដឹងចម្លើយហើយស្នេហាមិនអាចឈ្នះអនាគតបានទេហើយបងមិនចង់ខ្លាយជាអតីតកាលដែលរារាំងអូនពេលនេះគឺជាពេលដែលអូនត្រូវទៅហើយបើនៅអង្គុយបន្តអូនប្រហែលជានឹងនិយាយពាក្យដែលមិនអាចដកវិញបានមនុស្សពីរនាក់អាចស្រឡាញ់គ្នាខ្លាំងណាស់តែជីវិតមិនតែងតែអនុញ្ញាតឲ្យពួកគេដើរតាមផ្លូវតែមួយរហូតនោះទេថែរក្សាខ្លួនផងបងរិទ្ធកុំធ្វើការដល់ភ្លេចញ៉ាំបាយបើមានថ្ងៃណាមួយបងមានអារម្មណ៍ថាឯកាសូមបងចាំថានៅទីណាមួយលើពិភពលោកមានមនុស្សម្នាក់កំពុងបារម្ភពីបងអូនក៏អញ្ចឹងដែរណារីអូនទៅឲ្យឆ្ងាយណាទៅឲ្យដល់កន្លែងដែលអូនគួរទៅបើថ្ងៃណាមួយអូននឹកអតីតកាលសូមកុំសោកស្ដាយព្រោះសម្រាប់បងការបានស្គាល់អូនគឺគ្រប់គ្រាន់ហើយពេលអូនបើកឆាតបងដឹងហើយថាបងមិនត្រឹមតែបាត់បង់មនុស្សម្នាក់ទេតែបាត់បង់អនាគតមួយដែលបងធ្លាប់ស្រមៃជាមួយអូនបើបងបាននិយាយខាត់អូនឲ្យនៅមុននេះបើបងបានក្លាហានជាងនេះប្រហែលជាអ្វីមិនចប់បែបនេះទេភ្លៀងបានឈប់តែអារម្មណ៍មិនបានឈប់ទេទន្លេនៅតែហូរដូចជាជីវិតដែលមិនរងចាំនរណាម្នាក់មនុស្សខ្លះមិនបានកើតមកដើម្បីនៅជាមួយយើងជារៀងរហូតទេប៉ុន្តែគេកើតមកដើម្បីបង្រៀនយើងអំពីអត្ថន័យនៃការស្រឡាញ់